ពីសញ្ញាចាស់ដែលគេហៅថាគម្ពីរព្យាការីធំគឺអេសាយ យេរេមៀ បូរីទាវ អេសេគៀល និងដានីយ៉ែលកាន់គម្ពីរអេសេគៀលទោះបីជាសំខាន់ក៏ដោយក៏ហាក់ដូចជាមិនសូវត្រូវបានគេលើកយកមកអធិប្បាយញឹកញាប់នៅក្នុងព្រះវិហារនោះទេនេះដោយសារតែវាមានរឿងដែលកើតឡើងដដែលនិងពិបាកបកស្រាយដែលគេស្គាល់ថាជានិមិត្តនៅក្នុងគម្ពីរផ្សេងទៀតព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ឬលេចរូបអង្គដោយផ្ទាល់ប៉ុន្តែដូចជានៅក្នុងគម្ពីរអេសេគៀលព្រះជាម្ចាស់តែងតែបង្ហាញព្រះハរតីរបស់ទ្រង់តាមរយៈនិមិត្តខែនេះយើងនឹងចែករំលែកនិមិត្តមួយចេញពីអេសេគៀលវាអាចនឹងមើលទៅរៀងពិបាកបន្តិចប៉ុន្តែសូមយើងអាននិមិត្តទាំងនោះម្ដងមួយហើយស្វែងរកព្រះハរតីរបស់ព្រះជាម្ចាស់ដែលលាក់បាំងនៅក្នុងនោះសូមយើងមើលព្រះគម្ពីរអេសេគៀលជំពូកទី1ហោរាអេសេគៀលត្រូវបានគេចាប់យកទៅជាឆ្លើយនៅបាប៊ីឡូននៅទីនោះជិតទន្លេកេបាលោកអេសេគៀលបានទីថាគ្រោះមហន្តរាយដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនឹងវាយប្រហារលើប្រទេសអ៊ីស្រាអែលហើយព្រះវិហារនៅក្រុងយេរូសាឡឹមនឹងដួលរលំប៉ុន្តែជនជាតិអ៊ីស្រាអែលគិតថាវាមិនអាចទៅរួចទេព្រះជាម្ចាស់គង់នៅក្នុងព្រះវិហារនៅក្រុងយេរូសាឡឹមការគិតថានឹងមានការដួលរលំនៃព្រះវិហារដែលជាទីគង់នៅរបស់ព្រះជាម្ចាស់គឺជារឿងដែលមិននឹកស្មានដល់លើសពីនេះទៅទៀតនៅតែមានមនុស្សដែលនៅសល់នៅក្នុងក្រុងយេរូសាឡឹមមនុស្សទាំងនេះទោះបីជាឥឡូវជាឆ្លើយក៏ដោយក៏ពួកគេជឿថាពួកគេនឹងត្រឡប់ទៅកាន់ក្រុងយេរូសាឡឹមវិញឆាប់នេះពួកគេជឿថាប្រទេសអ៊ីស្រាអែលមិនត្រូវបានបំផ្លាញទាំងស្រុងទេទោះយ៉ាងណាក៏ដោយព្រះជាម្ចាស់បានបង្ហាញនិមិត្តនេះដល់អេសេគៀលហើយប្រាប់គាត់ឲ្យប្រាប់ដល់ជនជាតិអ៊ីស្រាអែលដែលជាឆ្លើយនោះពីអ្វីដែលគាត់បានឃើញសូមយើងមើលព្រះគម្ពីរអេសេគៀលជំពូកទី8ព្រះវិញ្ញាណនៃព្រះបានចាប់សុកក្បាលរបស់លោកអេសេគៀលហើយនាំគាត់ទៅកាន់ព្រះវិហារនៅក្រុងយេរូសាឡឹមនៅទីនោះលោកអេសេគៀលបានឃើញទិដ្ឋភាពដ៏គួរឲ្យរន្ធត់មួយជនជាតិអ៊ីស្រាអែលកំពុងថ្វាយបង្គំរូបព្រះនៅក្នុងព្រះវិហារពួកចាស់ទុំ70នាក់នៃប្រជាជនអ៊ីស្រាអែលកំពុងដុតគ្រឿងក្រអូបថ្វាយដល់រូបព្រះហើយមនុស្សជាច្រើនអ្នកទៀតកំពុងក្រាបថ្វាយបង្គំព្រះនៃព្រះអាទិត្យដោយបែរខ្នងដាក់ព្រះវិហារព្រះជាម្ចាស់មានបន្ទូលទៅកាន់លោកអេសេគៀលថាតើឯងឃើញទិដ្ឋភាពដ៏អាក្រក់នេះទេឯងនឹងឃើញអ្វីដែលអាក្រក់ជាងនេះទៅទៀតព្រះជាម្ចាស់បានបង្ហាញពួកគេពីមនុស្សដែលកំពុងងាកចេញពីទ្រង់ហើយក្រាបថ្វាយបង្គំរូបព្រះនៃព្រះដទៃទៀតនៅក្នុងព្រះវិហារព្រះជាម្ចាស់មានបន្ទូលថាជនជាតិអ៊ីស្រាអែលកំពុងធ្វើរឿងទាំងនេះដើម្បីបង្វែរព្រះជាម្ចាស់ចេញពីព្រះវិហារហើយជាចុងក្រោយព្រះគម្ពីរអេសេគៀលជំពូកទី10បង្ហាញពីសេរីរុងរឿងនៃព្រះជាម្ចាស់ដែលលេចចេញពីខ្លោងទ្វារខាងកើតនៃព្រះវិហារហើយក៏ចាកចេញពីទីនោះទៅមនុស្សភាគច្រើនជឿថាព្រះវិហាររបស់ព្រះជាម្ចាស់ត្រូវបានបំផ្លាញបន្ទាប់ពីអ៊ីស្រាអែលចាញ់កងទ័ពបាប៊ីឡូនទោះយ៉ាងណាក៏ដោយអត្ថបទថ្ងៃនេះប្រាប់យើងថាសូម្បីតែមុនពេលកងទ័ពបាប៊ីឡូនចូលមកដល់ប្រទេសអ៊ីស្រាអែលក៏ដោយព្រះជាម្ចាស់បានបោះបង់ចោលព្រះវិហារនៅក្រុងយេរូសាឡឹមរួចជាស្រេចដែលបណ្ដាលឲ្យអ៊ីស្រាអែលត្រូវវិនាសប្រសិនបើប្រជារាស្ត្ររបស់ព្រះជាម្ចាស់បោះបង់ចោលជីវិតបរិសុទ្ធរបស់ពួកគេហើយបរាជ័យក្នុងការធ្វើតាមព្រះハរតីរបស់ទ្រង់នោះសេរីរុងរឿងរបស់ព្រះជាម្ចាស់នឹងចាកចេញពីព្រះវិហារហើយសូម្បីតែព្រះវិហារដ៏មានតម្លៃបែបនេះនៅទីបំផុតក៏នឹងដួលរលំទៅដែរអាមែន